គាត់រើសអើងខ្ញុំណាស់គ្រាន់តែខ្ញុំភ្លេចប្រើចង្កេះកណ្ដាលគាត់ចាក់បាយនឹងម្ហូបចោលទាំងអស់សូម្បីតែត្រីដែលខ្ញុំធ្លាប់ចាប់ក៏គាត់មិនប៉ះចំណែករឿងលើក្រេវិញគាត់ការពារឡើងចិត្តឈឹងតែម្ដងរៀបការ3ឆ្នាំហើយពួកយើងមិនទាន់មានកូនទេខ្ញុំរុញទ្វារចូលទៅសម្លឹងមើលចានទេនៅមុខគាត់ឆ្ងាញ់ទេលោកប្តីស៊ូញ៉ាំសច្រើនពេកបងខ្លាចខ្ជិះខ្ជាយក៏ញ៉ាំជំនួសទៅអូនកុំគិតច្រើនអីមិនមែនថាថ្ងៃនេះថែមម៉ោងទេអីមិនក៏ឆាប់ចប់ម្លេះខាងគម្រោងមានការប្រែប្រួលភ្លាមទើបមិនបាច់ថែមម៉ោងនោះទេលោកស្រីជេងមិនដែលធ្វើការប្រហែលមិនយល់ពីរឿងបំរែបំរួលនេះទេខ្ញុំសួរនាងហោះឆ្លើយកាត់ធ្វើអីបងស៊ូធ្វើមុខកំសត់ភ្លាមចំណែកប្តីខ្ញុំក៏ចាប់ដៃខ្ញុំក៏បានហើយអូនគូនាងឃ្លានទើបបងនាំមកញ៉ាំអីបន្តិចសុទ្ធតែអ្នកធ្វើការជាមួយគ្នាអូនកុំធ្វើឲ្យនាងខ្លាចប្រធានជេងខ្ញុំឆ្អែតហើយលោកជូនខ្ញុំទៅផ្ទះទៅយប់ហើយពិបាកហើយឡានណាស់អូនសម្លាញ់មិនខឹងបងទេហ៎អញ្ចឹងបងជូនស៊ូទៅផ្ទះសិនហើយណាទៅចុះប្តីខ្ញុំក៏នាំនាងចេញទៅតែចេញមិនងាកក្រោយសោះខ្ញុំចាត់ទុកថាគ្មានរឿងអីកើតឡើងបន្តដើរលេងជាមួយមិត្តភក្តិថ្ងៃបន្ទាប់ពេលចិត្តចេញពីធ្វើការខ្ញុំដើរចូលការិយាល័យគាត់ជប់ធ្វើការសិនទៅថ្ងៃនេះចេញមុនម៉ោងខ្ញុំបើអ្នកទាំងអស់គ្នាតែគ្មានអ្នកណាហ៊ានកម្រាត់ទេតែប្តីខ្ញុំប្រាប់ថាចេញពីធ្វើការចុះទើបគ្រប់គ្នាទម្លាក់ការងារចោលហើយដើរតាមខ្ញុំទៅសន្តាគារបរិយាកាសញ៉ាំអីសប្បាយណាស់ពេលឃើញគ្រប់គ្នាដាក់ចង្កឹះចុះអស់ខ្ញុំសួរថាញ៉ាំឆ្អែតអស់ហើយមែនទេគ្រប់គ្នាងក់ក្បាលថាឆ្អែតហើយខ្ញុំក៏ហៅអ្នករត់ទៅយកចានធំមួយមកយកមកដាក់នៅមុខប្តីខ្ញុំបន្ទាប់មកខ្ញុំក្រោកឈរហើយគៀម្ហូបដែលសល់ក្នុងចានគ្រប់គ្នាចាក់ចូលទៅក្នុងចានធំនៅមុខគាត់ទាំងអស់មិនយូរប៉ុន្មានចាននោះក៏ពេញគាត់សម្លឹងមកខ្ញុំទាំងឆ្ងល់ញ៉ាំទៅបងឯងមិនមែនខ្លាចខ្ជិះខ្ជីទេអីអញ្ចឹងញ៉ាំម្ហូបសល់របស់បុគ្គលិកទាំងអស់នេះទៅអូនសម្លាញ់បងញ៉ាំឆ្អែតហើយណាទោះយ៉ាងណាបើបងញ៉ាំមិនអស់ទេកុំសង្ឃឹមថាបានចេញពីទីនេះលោកស្រីជេងអ្នកនាងធ្វើមេផ្ទះ3ឆ្នាំទិញអីមិនដែលមើលតម្លៃផងចាយតែលុយលោកប្រធានសោះឥឡូវរឿងរ៉ាវបន្តិចបន្តួចសោះចង់ធ្វើឲ្យគាត់បាក់មុខមែនទេអ្នកនាងមិនចេះគិតមែនលោកប្រេងញ៉ាំទៅម្ហូបសល់របស់ម៉ុងស៊ូបងញ៉ាំបានចុះម្ហូបសល់បុគ្គលិកផ្សេងបងរើសអើងអីរើសមុខម្លេះគាត់សម្លឹងមើលមកខ្ញុំហើយងាកទៅមើលម្ហូបសល់មួយចានធំនោះគាត់ស្ទាក់ស្ទើរមួយផ្លែទីបំផុតក៏យកចង្កឹះមកញ៉ាត់ចូលមាត់យ៉ាងលឿនប្រធានគុំញ៉ាំអីញ៉ាំបែបនេះប្រយ័ត្នខូចកាពះណាមិនក៏លោកស្ដាប់បង្គាប់គាត់ម្លេះគាត់ជាស្រីរកលុយមិនបានមួយរៀលផងមានសិទ្ធអីមកបង្គាប់លោកឈប់ញ៉ាំទៅគាត់មិនអាណិតលោកទេតែខ្ញុំអាណិតនាងឯងចូលចិត្តអាណិតប្តីគេណាស់មែនទេអញ្ចឹងញ៉ាំជំនួសគាត់ទៅខ្ញុំក្រពីតូចញ៉ាំមិនអស់ទេអ្នកនាងចង់ធ្វើបាបខ្ញុំច្បាស់ណាស់អញ្ចឹងក៏បិទមាត់ទៅខ្ញុំយកចង្កឹះមួយគូទៀតហុចឲ្យប្តីអូនញ៉ាំទៅបងចូលចិត្តញ៉ាំមិនអញ្ចឹងគាត់ទទួលចង្កឹះហើយខំប្រឹងញាត់បន្តទៀតលេបសឹងតែមិនចូលផងគាត់ចេះតែក្អួតចង្អោចុងក្រោយទ្រាំលេងបានក៏អន់ក្អួតមកក្រៅទាំងអស់ម៉ុងស៊ូយំដោយក្តីអាណិតនាងអង្អែលក្នុងគាត់ហើយបន្ទោសខ្ញុំមនុស្សស្រីដូចអ្នកនាងស័ក្តិសមជាប្រពន្ធលោកប្រធានទេអ្នកនាងមិនត្រឹមតែជួយអីមិនបានថែមទាំងធ្វើបាបគាត់មិនឈប់ទៀតខ្ញុំមិនសមចុះនាងឯងសមចង់ឡើងតំណែងជំនុំមែនខ្ញុំនឹងលោកប្រធានត្រឹមត្រូវជានិច្ចអ្នកនាងកុំមកចាប់ប្រកាន់ផ្ដេសផ្ដាសយកអីមកបញ្ជាក់បើចឹងនាងលីឈប់ដោយខ្លួនឯងទៅហេតុអីខ្ញុំត្រូវឈប់ខ្ញុំធ្វើការងារខ្ញុំតើនាងត្រូវបានបញ្ឈប់ហើយនាងគាំងមួយរំពេចរួចក៏ធ្វើមុខកំសត់សុំការអាណិតលោកប្រធានហ្វាញយ៉ាវនាងគ្មានសិទ្ធិបញ្ឈប់បុគ្គលិករបស់ខ្ញុំទេខ្ញុំដើរត្រង់ទៅរកម៉ុងស៊ូលើកដៃទះកំភ្លៀងនាងពីរដៃយ៉ាងចាស់មីមុខក្រាស់ខ្ញុំគ្មានតំណែងក្នុងក្រុមហ៊ុនមែនពិតជាគ្មានសិទ្ធិបញ្ឈប់នាងមែនតែក្នុងនាមជាប្រពន្ធស្របច្បាប់ខ្ញុំមានសិទ្ធិទះកំភ្លៀងនាងប្តីខ្ញុំក៏ប្រញាប់ទាញនាងចូលក្នុងរង្វង់ដៃប្រធានជេងខ្ញុំមិនដឹងត្រូវធ្វើម៉េចទេហ្វាញយ៉ាវនាងហួសហេតុពេកហើយប្រហែលពីមុនគេលួចញ៉ាំម្ហូបសនាងត្រូវខ្ញុំចាប់បាននៅមានអារម្មណ៍ខុសខ្លះតែពេលនេះមកពីខ្ញុំតាមចិត្តនាងពេកហើយទើបនាងហ៊ានបានចិត្តដល់ថ្នាក់នេះទុកជាការដាក់ទោសខ្ញុំនឹងបិទកាត់ធនាគារនាងទាំងអស់ជំនួយការដែលទើបតែសម្រាប់ទឹកភ្នែកអំបញ្ញមិញគ្រាន់តែថាកាត់ខ្ញុំត្រូវបិទទាំងអស់នាងក៏លួចញឹមចុងមាត់មិនល្អទេដឹងលោកប្រធានថ្ងៃនេះលោកស្រីជាអ្នកប៉ាវបើបិទកាត់គាត់បានអីគិតលុយអាហារមួយពេលនេះមិនក្រោម10000ទេល្មមអាចប្តឹងប៉ូលីសបានហើយបើលោកស្រីគ្មានលុយគិតប្រកាសជាត្រូវប៉ូលីសចាប់មិនខានទេហ្វាញយ៉ាវនាងត្រូវសុំទោសស៊ូនោះរឿងថ្ងៃនេះខ្ញុំនឹងមិនប្រកាន់ទេឲ្យខ្ញុំសុំទោសនាងហោះលោកឈួតឬក៏ខ្ញុំឈួតលោកប្រធានគុំដោយសារខ្ញុំនាំឲ្យអ្នកទាំងពីរឆ្លោះគ្នាខ្ញុំគ្រាន់តែជាជំនួយការតូចតាចរងទុកបន្តិចបន្តួចមិនអីទេលោកស្រីខ្ញុំខុសហើយកុំខឹងលោកប្រធានអីណាខ្ញុំសុំទោសអ្នកនាងធ្វើជាមកចាប់កដៃខ្ញុំតែតាមពិតលួចទឹកខ្ញុំយ៉ាងឈឺខ្ញុំជឿសឹងទ្រាំលេងបានក៏ក្រវីដៃនាងចេញឲ្យឆ្ងាយការពិតខ្ញុំមិនបានប្រឹងកម្លាំងផងតែនាងបែកជាខ្ទាតចេញទៅឆ្ងាយនាងផ្ទួខ្លួនទៅលើតុអាហារទាញទម្លាក់ចានកែវធ្លាក់បែកពេញដីហើយនាងក៏ដួលទៅតាមនោះដែរប្រឡាក់ខោអាវអស់រលីងថែមទាំងត្រូវអំបែងចានមុតដៃទៀតផងឈាមស្រក់តក់ហ្វាញយ៉ាវនាងហួសហេតុពេកហើយគាត់លើកដៃទះកំភ្លៀងខ្ញុំមួយទំហឹងគេឡើងងាកមុខគឺលោកខ្វាក់ភ្នែកទេគឺនាងជាអ្នកតិចខ្ញុំមុនទេហើយខ្ញុំក៏មិនបានរុញខ្លាំងដែរនាងធ្វើពុតជាដួលទេគាត់ក៏ប្រញាប់គ្រីជំនួយការងើបឡើងហើយយកកន្សែងដែលខ្ញុំទិញជាកាដូថ្ងៃកំណត់យកមករំមុខរបួសហូរឈាមឲ្យនាងនៅលើកន្សែងនោះមានឈ្មោះរបស់គាត់ខ្ញុំខំប្រឹងប៉ាក់ផ្ទាល់ដែរតែពេលនេះអក្សរនោះត្រូវប្រឡាក់ដោយឈាមនាងបាត់ទៅហើយតោះយើងទៅគាត់អប់ស្មានាងហើយដើរចេញទៅដោយមិនងាកក្រោយសោះអ្នកផ្សេងក៏រកលេសរៀងខ្លួនហើយប្រញាប់គេចខ្លួនបាត់អស់ទៅបន្ទប់ធំបែបនេះសល់តែខ្ញុំម្នាក់ឯងអ្នករត់ទៅគោះទ្វារក៏សុំទោសតែចង់គិតលុយនៅខ្ញុំទាញកាត់ចេញពីកាបូបដើម្បីគិតលុយអ្នករត់ទៅកូតកាត់មួយផ្លែលោថាគ្មានទឹកប្រាក់ទេសុំទោសផងអ្នកនាងកាត់នេះប្រើមិនបានទេខ្ញុំបដូរកាត់មួយទៀតឲ្យគេក៏នៅតែអត់លុយដដែលកាត់ទាំង7សន្លឹករបស់ខ្ញុំមានសល់មួយណាប្រើបានសោះពិតជាបិទកាត់ខ្ញុំទាំងអស់មែនអ្នករត់ទៅសម្លឹងមើលមកខ្ញុំគឺអ្នកនាងគ្មានវិធីទូទាត់ផ្សេងទេខ្ញុំព្យាយាមតាក់ទងមិត្តភក្តិតែមិនដឹងជានាងរវល់ទៅណាទេមិនលើកទូរស័ព្ទហើយក៏មិនតបសារខ្ញុំដែរខ្ញុំនិងអ្នករត់ទៅឈរមើលមុខគ្នាទាំងគួរឲ្យខ្មាស់អៀន
កុំភ័យអីខ្ញុំច្បាស់ជីគិតលុយឲ្យអ្នករត់តុក៏ចាប់ផ្ដើមធុញថប់គេប្រាវិជ្ជាតាក់ទងអ្នកគ្រប់គ្រងគឺលោកអ៊ូទីនេះមានមនុស្សស៊ីច្បកហើយមេការសន្តាគារក៏នាំប៉ូលីសមកដល់ភ្លាមអ្នកនាងសូមអញ្ជើញទៅប៉ុស្តិ៍ជាមួយយើងខ្ញុំព្យាយាមពន្យល់ប្រាប់ប៉ូលីសតែពួកគេគិតថាខ្ញុំគ្រាន់តែដោះសារខ្ញុំត្រូវគេនាំទៅប៉ុស្តិ៍ដើម្បីធ្វើកំណត់ហេតុពេលនោះមិត្តភក្តិខ្ញុំទើបតែមកវិញ20នាទីក្រោយនាងក៏មកដល់ប៉ុស្តិ៍ហើយគិតលុយឲ្យខ្ញុំទើបខ្ញុំអាចរួចខ្លួនបានខ្ញុំងាកមើលទៅខ្លោងទ្វារប៉ុស្តិ៍ប៉ូលីសហើយក៏លួចសាច់ចំអកឲ្យខ្ញុំជាអ្នកស្នងមរតកតែមួយគត់របស់ក្រុមហ៊ុន Fuji បែរជាត្រូវប៉ូលីសចាប់ព្រោះតែអត់លុយគិតថ្លៃបាយសោះបើគេដឹងរឿងនេះប្រកាសជាសាយចង់ជ្រុះថ្មិញមិនខានពីមុនខ្ញុំចង់ធ្វើត្រឹមតែជាប្រពន្ធដ៏កក់ក្ដៅម្នាក់តែឥឡូវទើបដឹងថាធ្វើជាប្រពន្ធល្អពិបាកជាងធ្វើជាអ្នកជំនួញទៅទៀតមើលទៅខ្ញុំរើផ្លូវខុសតាំងពីដំបូងមកម្លេះមកដល់មុខផ្ទះឃើញមានស្បែកជើងកែងស្រីមួយគូជារបស់ម៉ុងស៊ូស៊ូដែលពាក់ថ្ងៃនេះច្បាស់ណាស់ប្តីខ្ញុំមានសម្លេងក៏ដើរចេញពីបន្ទប់ដេកប៉ះកែវភ្នែកជាមួយខ្ញុំមិននិយាយស្ដីអ្វីក៏ស្ទុះចូលក្នុងបន្ទប់ភ្លាមឃើញម៉ុងស៊ូស៊ូបញ្ចេញជើងសឹកជែកំពុងស្លៀកអាវសឺមីរបស់ប្តីខ្ញុំអាវនោះគ្រប់ត្រឹមចង្កេះបន្តិចឃើញខោក្នុងពណ៌ស៊ីកស៊ីបញ្ជូនប្រពន្ធចូលគុករួចនាំស្រីកំណានមកផ្ទះហោះចេញយន្តលោកឯងពិតជាលយមែនអូនកុំយល់ច្រឡំស៊ូស៊ូនាងប្រឡាក់ខោអាវចៃដន្យសន្តាគារនៅជិតផ្ទះបងក៏នាំនាងមកងូតទឹកផ្លាស់ខោអាវសិនទៅអូនឯងមិនចូលចិត្តឲ្យគេប៉ះរបស់អូនទេបងឲ្យនាងស្លៀកអាវបងសិនទៅលោកឯងមិនមែនមានជំងឺរើសអើងទេអីខោអាវយើងទាំងពីរត្រូវបោកគក់ដាច់ពីគ្នាផងតែពេលនេះបែរជានៅលើខ្លួននាងទៅវិញតែជំងឺរើសអើងនេះមានតែចំពោះខ្ញុំទេមែនទេលោកស្រីជេងកុំយល់ច្រឡំអីលោកប្រធានគាត់ឲ្យអាវនេះមកខ្ញុំហើយគាត់លេងពាក់វិទៀតហើយខ្ញុំសួរនាងហោះប្តីប្រពន្ធគេនិយាយគ្នានាងឯងកាត់រឿងអីខ្ញុំគ្រាន់តែខ្លាចអ្នកនាងយល់ច្រឡំតាលោកប្រធានលោកឯងពិតជាចិត្តល្អណាស់ហ្វាញយ៉ាវនាងសំលមុំហើយធ្វើភ្ជុំភ្លៀងនៅសន្តាគារមិនអស់ចង់មករករឿងនៅផ្ទះទៀតមែនទេលោកគិតថាខ្ញុំចង់អញ្ចឹងមែនទេកុំអីលោកប្រធាននរណាឲ្យគាត់ជាប្រពន្ធលោកធ្វើអីខ្ញុំគ្រាន់តែជាជំនួយការម្នាក់រងទុកបន្តិចមិនអីទេនាងជាប្រពន្ធខ្ញុំហើយយ៉ាងម៉េចនោះមិនមែនជាហេតុផលដែលឲ្យនាងមកវីរកដាក់ខ្ញុំទេលេងលះគ្នាទៅជេងយន្តនាងនិយាយស្អីខ្ញុំថាលេងលះគ្រាន់តែរឿងប៉ុណ្ណឹងសោះនាងចង់លេងលះខ្ញុំហោះលោកគិតថារឿងនេះតូចតាចមែនទេខ្ញុំនឹងស៊ូស៊ូគ្មានរឿងអីពាក់ព័ន្ធគ្នាទេនាងជាក្មេងស្រីទើបចូលធ្វើការថ្មីខ្ញុំគ្រាន់តែមើលថែនាងបន្តិចបន្តួចខុសត្រង់ណាខ្ញុំមិនចូលចិត្តឲ្យប្តីខ្ញុំទៅមើលថែស្រីផ្សេងទេខ្ញុំខ្ពើមចង់លេងលះមែនទេអញ្ចឹងនាងត្រូវចេញខ្លួនទេលុយនឹងផ្ទះរបស់ខ្ញុំមិនពាក់ព័ន្ធជាមួយនាងទេលេងពីខ្ញុំទៅនាងបានត្រឹមទៅស៊ីខ្យល់ទេគាត់ខឹងសម្បាទេទៅរកមេធាវីភ្លាមឲ្យមេធាវីរៀបចំឯកសារលេងលះមិនយូរប៉ុន្មានឯកសារលេងលះក៏បញ្ជូនមកដល់បងហ្វានយ៉ាវលេងលះជាមួយលោកប្រធានហើយប្រហែលជាគ្មានបាយញ៉ាំទេមើលទៅនាងឯងចុះចេញទៅមិនក៏ខ្ញុំត្រូវចេញលោកប្រធានមិនទាន់ដេញខ្ញុំផងខ្ញុំនឹងគាត់មិនទាន់ផ្តិតមេដៃលេងលះទេអញ្ចឹងខ្ញុំនៅតែជាម្ចាស់ផ្ទះនេះដដែលចុះផ្សេងទៅទេគាត់ទាញម៉ុងស៊ូស៊ូអប់ក្នុងរង្វង់ដៃផ្ទះនេះជារបស់ខ្ញុំនាងអញទៅត្រូវចេញគាត់ហៅអ្នកបម្រើឲ្យយកអីវ៉ាន់ខ្ញុំបោះចេញទៅក្រៅទាំងអស់អីវ៉ាន់ខ្ញុំក៏មុខផ្ទះដូចភ្នំមួយអញ្ចឹងខ្ញុំមិនភ័យស្លន់ស្លោទេហើយបើកទូរស័ព្ទញ៉ាសាចូលក្នុងក្រុមមួយគឺលោកពូទាំងអស់គ្នាក្មួយលេងលះហើយថែមទាំងត្រូវគេដេញចេញពីផ្ទះទៀតក្នុងក្រុមឆោឡឡើងមួយរំពេចសារលោតមកព្រាតតែម្ដងអាជេងយន្តនេះហ៊ានធ្វើបាបក្មួយស្រីសម្លាញ់យើងដល់ថ្នាក់នេះវាស្រួលខ្លួនយូរពេកហើយភ្លេចខ្លួនឯងថាមានបានដោយសារអ្នកណាហើយពីមុនយើងលើកវាឡើងបានឥឡូវយើងក៏អាចទម្លាក់វាវិញបានដែរហ៊ានធ្វើបាបយ៉ាវហោះវារស់សល់ថ្ងៃហើយជប់និយាយច្រើនចាត់ការភ្លាមទៅមិនប្រញាប់ទៅស្ដាយណាស់មែនទេព្រោះថាថ្ងៃក្រោយគុំថាឡើយបានរស់នៅសូម្បីតែសម្លឹងមើលផ្ទះវីឡាដ៏ធំដ៏ប្រណិតមួយនេះក៏ពិបាកដែរដឹងទេពេលនាងកំពុងសើចចំអកយ៉ាងសប្បាយចិត្តនោះឡានរបស់អង្គភាពប្រឆាំងអំពើពុករលួយក៏បើកមកដល់គ្រាន់តែឃើញឡានប៉ូលីសមកដល់មុខផ្ទះភ្លាមចេញយន្តនឹងម៉ុងស៊ូស៊ូគៀងនិយាយលេងចេញតែម្ដង